របៀបដំឡើងដ្រូនប្រភេទ XJ2 Mini ប្រើប្រាស់បងប្អូនថ្ងៃនេះខ្ញុំធ្វើការប្រៀនពីរបៀបដំឡើងដ្រូន model XJ2 Mini ប្រើប្រាស់អ្នកគ្នាបាទជាហ៊ានដំបូងបងគេបងអស់បងប្អូនពេលបងប្អូនទិញទៅបងប្អូនត្រូវតែសាកថ្មប្រភេទថ្មដ្រូននេះឲ្យពេញសិនថ្មវាប្រើដោយ Type C គឺសាកលឿនមែនតើបាទហើយបន្តមកទៀតបងប្អូនគឺត្រូវតែសាកថ្ម Tele វាមានពីរដូចគ្នាមាន Type C នៅក្រោមនេះមួយហើយនឹងសម្រាប់ Type C screen វានេះមួយបងប្អូនអ្នកគ្នាបាទតែឥឡូវយើងមកមើលការ set up drone ឡើងមុនសម្រាប់ការ set up drone ទៅទៅបងប្អូនត្រូវតែបើកដៃបើកជើងវាឡើងយ៉ាងណាបើកទាំងអស់មកដៃជើងវាមាន4បងប្អូនគាត់តែកោះវាឡើងមកអានេះវាធ្វើដូច DJI Flip មែនតើហ្មងហើយបងប្អូនដាក់ថ្មនេះខ្ញុំគិតថាអត់ពិបាកដាក់ទេដោយសារបងប្អូនដាក់ចេញមកវាឆ្កឹងមកតែមើលមកអត់ស្អាតអញ្ចឹងដាក់បងប្អូនដាក់ធម្មតាមករួចណាគឺចូលហើយបងប្អូនចុចកុងតាក់បើកខាងក្រោមនេះចុចមកគឺកាមេរ៉ាវាដំណើរការឯតាចុចកាមេរ៉ាដំណើរការបងប្អូនបើក screen tele មកបន្តមកបងប្អូនយក joystick ខាងក្រោយនេះមកដាក់មកបងប្អូនយក joystick នឹងមកដាក់ដៃមកស្រួលយើងបញ្ជាដោយសារយើងដាក់ joystick ទៅมันវាខ្ពស់នេះបងប្អូនយើងដាក់ joystick មកវាខ្ពស់ហើយតមកបងប្អូនត្រូវការបើក tele មកបើក tele មួយគឺវាស្គាល់គ្នាហើយបងប្អូនទៅចុចនេះបងប្អូនប៊ូតុងនេះសម្រាប់ការបើក screen ដោយសារប៊ូតុងពីរហ្នឹងគឺផ្សេងគ្នាបងប្អូននេះអានេះបើក remote អានេះបើក screen ឥឡូវចាំឲ្យវា connect គ្រប់គ្នាសិនទៅសម្រាប់ពួកវាតាមមួយផ្លែតគឺចេញតែម្ដងបងប្អូននេះមួយផ្លែតទេមួយផ្លែតវាគឺចេញរូបភាពមកបាទទេបងប្អូនអាចបានមើលបាទទេបាទប្រភេទ drone XJ2 Mini នេះបាទវីដេអូមានតែប៉ុណ្្នឹងទេរបៀបដំឡើងវាហើយវីដេអូ brand វាខ្ញុំនឹងធ្វើការនៅតាមក្រោយមួយទៀតបាទអរគុណច្រើនបាយបាយ